ក្រុមហ៊ុន New Thirec រៀបចំខួប2ឆ្នាំរបស់ខ្លួនដើម្បីអបអរសាទរសមិទ្ធផលផ្លែផ្កានិងភាពជោគជ័យនាពេលកន្លងមកដោយមានការចូលរួមពីសមាជិកាជាច្រើនពាន់នាក់ពិធីអបអរសាទរខួប2ឆ្នាំនៃការបង្កើតក្រុមហ៊ុន New Thirec នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពអាយដាមថៃនរ៉ាសាទជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាលោកហានសីហាប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន New Thirec ឯកនិងជាឧត្តមប្រឹក្សាផ្ទាល់សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នារសៀលថ្ងៃទី15ខែធ្នូឆ្នាំ2024លោកហានសីហាប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន New Thirec បានឲ្យដឹងថាក្រុមហ៊ុន New Thirec បានចុះបញ្ជីនៅថ្ងៃទី2ខែសីហាឆ្នាំ2022និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី9ខែតុលាឆ្នាំ2022ជាក្រុមហ៊ុនខ្មែរស្តង់ដារអន្តរជាតិដែលមានចក្ខុវិស័យបេសកកម្មគោលដៅគុណតម្លៃត្រឹមត្រូវច្បាស់លាស់និងមើលឃើញពិភពលោកបច្ចុប្បន្ននេះកំពុងតែមានការផ្លាស់ប្ដូរលឿនរហ័សស្មុគស្មាញពិបាកប៉ាន់ស្មានការជះឥទ្ធិពលបន្ទាប់ពីការផ្ទុះជំងឺ COVID-19 និងការធ្វើបដិវត្តឧស្សាហកម្មឈានមកដល់ 6.0 ក្នុងសតវត្សទី21នេះបានជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារនិងមុខរបរបច្ចេកវិទ្យា AI និងអាជីវកម្ម Digital បែបលក់ត្រង់បាននឹងកំពុងប្រកួតប្រជែងជាមួយនឹងអាជីវកម្មបែបប្រពៃណីក្រុមហ៊ុន New Thirec បានបង្កើតមុខជំនួញអន្តរជាតិនៃសតវត្សទី21ថ្មីទំនើបបែប Digital លក់ត្រង់ជាលក្ខណៈទីផ្សារបណ្ដាញដែលផ្ដោតសំខាន់ទៅលើផលិតផលសុខភាពនិងសម្រស់ផលិតផលរូបមន្តបច្ចេកវិទ្យាថ្មីទំនើបរួមមាន Quantum AI USA Nano Nutrition UK Advanced Organic Japan លោកបានបន្តថា New Thirec ជាក្រុមហ៊ុនឯកជនជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមើលឃើញពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ2030កាត់បន្ថយឲ្យមាន 1/3 នៃមរណភាពមុនអាយុកាលរំពឹងទុកពីជំងឺមិនឆ្លងជំងឺមហារីកជំងឺសរសៃឈាមបេះដូងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃនិងជំងឺទឹកនោមផ្អែមតាមរយៈការពារព្យាបាលនិងលើកកម្ពស់សុខភាពផ្លូវចិត្តនិងសុខុមាលភាពនិងគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2050លោកហានសីហាបានបន្តទៀតថាទន្ទឹមនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុន New Thirec ឲ្យកាន់តែរីកចម្រើនលូតលាស់ដៃគូអាជីវកម្មទាំងអស់អាចរស់នៅបានប្រកបដោយវិបុលសុខគឺយើងទាំងអស់គ្នាត្រូវបដិញ្ញាចូលរួមរក្សាសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងហើយគាំទ្រដើរតាមមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងគប្បីបន្តឆ្វេងយល់ឲ្យស៊ីជម្រៅនៅគុណតម្លៃនៃសន្តិភាពឯកឧត្តមថៃនរ៉ាសាទជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកោតសរសើរនិងលើកទឹកចិត្តឲ្យសមិទ្ធករនិងថ្នាក់ដឹកនាំតាមឋានានុក្រមរបស់ក្រុមហ៊ុន New Thirec ខិតខំបន្តអនុវត្តឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតទៅតាមគោលការណ៍គ្រឹះរបស់ខ្លួនបើទោះបីជាការទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់រួចមកហើយក្នុងរយៈពេលត្រឹមតែ2ឆ្នាំកន្លងមកនេះឯកឧត្តមបានបញ្ជាក់ថាក្រុមហ៊ុន New Thirec បានលើកឡើងថាមេត្តាករុណាមុទិតាឧបេក្ខាកតញ្ញូកតវេទិតាធម៌និងជាភាសាដែលតែងតែឮមិនដាច់នៅក្នុងគ្រប់កម្មវិធីជួបជុំនិងសិក្ខាសាលាតូចធំរបស់ក្រុមហ៊ុននេះបានបង្ហាញពីសុចរិតភាពនិងអំពើល្អនានាក្នុងអាជីវកម្មចំពោះអតិថិជនព្រមទាំងដៃគូពាណិជ្ជកម្មរបស់ខ្លួនដែលចំណុចនេះវាពិតជាคล้ายទៅជាគំរូដ៏ល្អផូរផង់របស់ក្រុមហ៊ុនអាជីវកម្មតាមបណ្ដាញ Network នៅកម្ពុជាដែលមានមួយចំនួនតូចមិនបានផ្ដល់ដល់អតិថិជនឬដៃគូពាណិជ្ជកម្មរបស់ខ្លួននៅដំណាភាពហិរញ្ញវត្ថុហើយនឹងពាក្យកន្លឹះជាទិសស្លោករបស់ New Thirec ដែលថាក្រុមហ៊ុន New Thirec បដិញ្ញាកែប្រែប្រវត្តិសាស្ត្រទីផ្សារបណ្ដាញនៅកម្ពុជាសូមឲ្យសម្រេចបានតាមគោលដៅនោះដោយជោគជ័យជាស្ថាពរបំណងប្រាថ្នា
នៅក្រោមមលុបសន្តិភាពដ៏សុខសាន្តនិងក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា